សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ស្រមោលដំណើររឿងខ្មោចជួបគ្នាសាជាថ្មីដែលស្រមោលនៅយប់នេះគឺជារឿងរ៉ាវរបស់បងស្រីម្នាក់ដែលគាត់បានចែករំលែកពីរឿងរ៉ាវដែលគាត់បានជួបនៅពេលដែលគាត់មានអាយុ20ឆ្នាំគត់ដោយបងស្រីគាត់បាននិយាយថាកាលពីគាត់នៅអាយុ20ឆ្នាំគឺគាត់បានទៅជួបរឿងរ៉ាវចម្លែកនិងរឿងរ៉ាវរន្ធត់ច្រើនមែនទែនដែលពេលនោះគាត់បានទៅជួបគ្រោះថ្នាក់ចរាចរណ៍ផងគាត់បានធ្លាក់ខ្លួនឈឺផងហើយអំឡុងពេលដែលគាត់ធ្លាក់ខ្លួនឈឺហ្នឹងឲ្យតែនៅពេលដែលគាត់បិទភ្នែកដេកនៅពេលយប់ឡើងគឺគាត់ចេះតែមើលឃើញពពួកអមនុស្សនៅពេញផ្ទះរបស់គាត់ណាអ្នកទាំងអស់គ្នាអញ្ចឹងចង់ដឹងថាបងស្រីគាត់បានជួបរឿងរ៉ាវអីខ្លះនៅអំឡុងពេលដែលគាត់មានអាយុ20ឆ្នាំហ្នឹងតោះចូលទៅស្ដាប់សាច់រឿងពេញជាមួយខ្ញុំទាំងអស់គ្នាប៉ុន្តែដោយតែរាល់ដងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាកំពុងតែស្ដាប់សាច់រឿងមួយនេះនៅពេលយប់ហើយចង់ឲ្យបរិយាកាសហ្នឹងវាកាន់តែគួរឲ្យខ្លាចអញ្ចឹង admin ក៏ចង់ណែនាំដល់អ្នកទាំងអស់គ្នាឲ្យបិទភ្លើងបន្ទាប់មកសូមស្ដាប់ខ្ញុំដំណើរដោយយកចិត្តទុកដាក់រួចហើយព្យាយាមសម័យទៅតាមសាច់រឿងមួយហ្នឹងរឿងរ៉ាវមួយនេះគឺបានកើតឡើងទៅលើបងស្រីម្នាក់ដែលគាត់មានឈ្មោះថាបងស្រីអូនដែលបងអូនកាលហ្នឹងគាត់មានអាយុ20ឆ្នាំគត់បងអូនគាត់បាននិយាយថាគ្រាន់តែចូលឆ្នាំ2010ភ្លាមគឺគាត់បានជួបរឿងចម្លែកច្រើនមែនទែនហើយពេលដែលគាត់ទៅណាមកណាអញ្ចឹងគឺគាត់តែងតែជួបជាមួយនឹងគ្រោះថ្នាក់រហូតបើមិនជួបខ្លួនឯងក៏ទៅឃើញគេជួបតែអ្នកទាំងអស់គ្នានិយាយទៅឲ្យតែពេលដែលបងអូនគាត់ចេញទៅក្រៅផ្ទះម្ដងគឺគាត់បានជួបរហូតអ្នកទាំងអស់គ្នាបើមិនដួលខ្លួនឯងក៏បុកគ្នាអីអញ្ចឹងទៅប៉ុន្តែវាសំណាងដែរគ្រោះថ្នាក់ទាំងអស់ហ្នឹងវាអត់ធ្ងន់ធ្ងរដល់ថ្នាក់ប៉ះពាល់ដល់អាយុជីវិតអញ្ចឹងណាអញ្ចឹងដល់តែពេលឃើញបងអូនគាត់ឧស្សាហ៍ជួបគ្រោះថ្នាក់ពេកអញ្ចឹងទៅពេលហ្នឹងម៉ែរបស់គាត់ក៏បាននាំបងអូនទៅរកគ្រូឲ្យជួយមើលរិស័យមើលអីអញ្ចឹងណាខែងលោបងអូនគាត់មានគ្រោះមានអីអញ្ចឹងទៅហើយពេលហ្នឹងម៉ែរបស់គាត់ក៏បាននាំគាត់ទៅរកមើលគ្រូទាយម្នាក់នៅក្នុងភូមិរបស់គាត់នឹងដែរគ្រូទាយម្នាក់ហ្នឹងដោយថាគាត់ចេះមើលចេះទាយឬមួយក៏ចេះរំដោះគ្រោះអីអញ្ចឹងទៅអញ្ចឹងពេលដែលបងអូនគាត់ទៅមើលគ្រូទាយហ្នឹងគឺគ្រូទាយម្នាក់ហ្នឹងបាននិយាយប្រាប់គាត់ថាដោយសារតែបងអូនហ្នឹងគាត់គត់ឆ្នាំហើយក៏មានគ្រោះអីអញ្ចឹងទៅប៉ុន្តែគ្រោះរបស់គាត់ហ្នឹងវាសាហាវមែនតើអ្នកទាំងអស់គ្នាគឺគាត់បានប្រាប់ថាគ្រោះរបស់បងអូនហ្នឹងវាអាចមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតកាលពិតពេលហ្នឹងបងអូនគាត់ថាបើសិនជាគាត់ជួបតែគ្រោះថ្នាក់ធម្មតាទេគឺគាត់អត់ជឿទេប៉ុន្តែគាត់មិនមែនត្រឹមតែជួបគ្រោះថ្នាក់តែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាគឺគាត់បានធ្លាក់ខ្លួនឈឺហើយអំឡុងពេលដែលគាត់ធ្លាក់ខ្លួនឈឺហ្នឹងនៅពេលដែលគាត់បិទភ្នែកដេកម្ដងគឺគាត់តែងតែមើលឃើញវិញ្ញាណអមនុស្សនៅក្បែរខ្លួនរបស់គាត់នឹងទៀតទៅពេលនោះបងអូនគាត់ជឿឡើងស្លុងហ្មងអញ្ចឹងបន្ទាប់ពីឮគ្រូទាយនិយាយបែបហ្នឹងពេលហ្នឹងម៉ែរបស់គាត់ក៏សួរទៅលោកគ្រូថាតើគាត់ត្រូវធ្វើម៉េចដើម្បីឲ្យគ្រោះហ្នឹងវាផុតអញ្ចឹងណាហើយគ្រូទាយហ្នឹងក៏បានប្រាប់មកគាត់វិញថាឲ្យបងអូនហ្នឹងគាត់ស្រោចទឹករំដោះគ្រោះលើករិស័យអីអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីធ្វើពិធីស្រោចទឹករំដោះគ្រោះរួចហើយបន្ទាប់មកគ្រូទាយក៏បានផ្ដាំប្រាប់ទៅបងអូនថានៅក្នុងឆ្នាំហ្នឹងគឺអត់ឲ្យគាត់ទៅចូលរួមនៅក្នុងពិធីបុណ្យសពឬមួយក៏ទៅមើលអ្នកជំងឺនៅមន្ទីរពេទ្យទេហើយមួយទៀតបងអូនគាត់ត្រូវឧស្សាហ៍ទៅវត្តដើម្បីធ្វើបុណ្យឲ្យបានច្រើនអីចឹងទៅអញ្ចឹងចាប់តាំងពីពេលហ្នឹងមកបងអូនគាត់តែងតែទៅវត្តរៀងរាល់ថ្ងៃសិលដើម្បីធ្វើបុណ្យឲ្យបានច្រើនតាមការផ្ដាំរបស់គ្រូទាយហ្នឹងហើយវាបានផលមែនអ្នកទាំងអស់គ្នាចាំតាំងពីថ្ងៃដែលបងអូនគាត់ទៅស្រោចទឹកនឹងមកគឺគាត់អត់ដែលមើលឃើញខ្មោចឬមួយក៏ពពួកអមនុស្សនៅក្នុងផ្ទះរបស់គាត់ទេហើយគ្រោះថ្នាក់គ្រូអីហ្នឹងក៏បងអូនគាត់អត់ដែលជួបអត់ដែលឃើញអីដែរប៉ុន្តែស្រាប់តែមានថ្ងៃមួយបងអូនគាត់ទទួលបានដំណឹងអាក្រក់មួយពីមិត្តភ័ក្តិរបស់គាត់ម្នាក់ដែលមិត្តភ័ក្តិរបស់គាត់ម្នាក់ហ្នឹងមានឈ្មោះថាបងណាងដោយបងណាងគាត់បានប្រាប់ថាឪពុករបស់គាត់បានស្លាប់បាត់ទៅហើយមូលហេតុដែលគាត់ស្លាប់ហ្នឹងគឺដោយសារតែគាត់ស្វឹងស្រាហើយជប៉ុបជើងធ្លាក់ទឹកស្រះស្លាប់នៅខាងក្រោយផ្ទះអញ្ចឹងពេលដែលបងអូនគាត់ឮបងណាងនិយាយប្រាប់អញ្ចឹងបន្ទាប់មកបងអូនគាត់ក៏ចង់សុំម៉ែរបស់គាត់ទៅចូលរួមបុណ្យសពពុកបងណាងអញ្ចឹងណាប៉ុន្តែពេលហ្នឹងម៉ែរបស់គាត់អត់ព្រមទេអ្នកទាំងអស់គ្នាគឺគាត់បានខាត់បងអូនអត់ឲ្យទៅចូលរួមទេដោយសារតែគាត់ខ្លាចខុសពាក្យគ្រូទាយខុសអីអញ្ចឹងទៅហើយបងអូនវិញគាត់ក៏ខំវល់ម៉ែរបស់គាត់ម្ដងហើយម្ដងទៀតថាគាត់សុំទៅតែម្ដងនឹងទេព្រោះពេលហ្នឹងគាត់គិតថាពុកមិត្តភ័ក្តិស្លាប់មួយទាំងមូលបើយើងមិនទៅវាដូចជាមិនសមអញ្ចឹងណាអ្នកទាំងអស់គ្នាហ
ហើយណាមួយគាត់ជាមួយនឹងបងណាងហ្នឹងពួកគាត់មិនមែនជាមិត្តភ័ក្តិធម្មតាទៀតគឺពួកគាត់ជាមិត្តភ័ក្តិជិតស្និទ្ធនឹងគ្នាតាំងពីរៀនបឋមមកម្ល៉េះប៉ុន្តែម៉ែរបស់គាត់ណាទោះបីជាបងអូនគាត់ខំវល់យ៉ាងម៉េចក៏ដោយក៏គាត់អត់ឲ្យទៅដែរហើយពេលដែលម៉ែរបស់គាត់អត់ឲ្យទៅអញ្ចឹងពេលហ្នឹងអ្នកទាំងអស់គ្នាដឹងថាបងអូនគាត់ធ្វើមិនអត់គឺគាត់លួចទៅអ្នកទាំងអស់គ្នាពេលហ្នឹងប្រហែលជាម៉ោង 4 ល្ងាចពេលម៉ែរបស់គាត់ចេញទៅផ្សារបាត់បងអូនគាត់ក៏រៀបចំខ្លួនទៅបន់ពុករបស់បងណាងដែរហើយពេលដែលគាត់ទៅដល់រោងបន់ពេលហ្នឹងដូចថានៅភ្លឺដែរអញ្ចឹងណាអញ្ចឹងបងអូនគាត់អត់ទាន់បានឃើញអីទេពីដំបូងបងអូនគាត់ថាគាត់មកតាមមួយផ្លែទេព្រោះគាត់ខ្លាចម៉ែរបស់គាត់មកវិញអត់ឃើញគាត់នៅផ្ទះអីចឹងទៅប៉ុន្តែបងណាងហ្នឹងគាត់ចេះតែខាត់បងអូនឲ្យនៅជួយមើលភ្ញៀវមើលអីចឹងណាហើយពេលហ្នឹងបងអូនគាត់ក៏អត់ហ៊ានប្រាប់បងណាងថាគាត់មានគ្រោះគុតឆ្នាំអីដែរព្រោះគាត់ខ្លាចថាបងណាងគាត់អន់ចិត្តអន់ថ្លើមជាមួយគាត់អីចឹងទៅបន្ទាប់មកបងអូនគាត់ក៏នៅកន្លែងរោងបន់ហ្នឹងរហូតដល់ម៉ោងជាង 8 យប់អញ្ចឹងធម្មតាម៉ោង 8 វាមិនងងឹតហើយមែនទេហើយបន្ទាប់ពីរៀងស្ងាត់ភ្ញៀវហើយបងអូនគាត់ក៏ដើរមកអង្គុយនៅក្នុងរោងបន់ហ្នឹងប៉ុន្តែពេលហ្នឹងគាត់អត់ទៅអង្គុយនៅខាងមុខរោងបន់ទេគឺគាត់នៅអង្គុយខាងក្រោយនៅជិតកន្លែងចុងភៅអ្នកទាំងអស់គ្នាបន្ទាប់មកបងណាងគាត់ក៏ដើរមកអង្គុយនិយាយគ្នាលេងជាមួយបងអូនអីចឹងទៅអញ្ចឹងពេលដែលពួកគាត់កំពុងតែនិយាយគ្នាលេងហ្នឹងស្រាប់តែពេលហ្នឹងមានមិត្តភ័ក្តិបងណាង 2-3 នាក់ទៀតគេមកចូលបន់ដោយថាមិត្តភ័ក្តិរបស់គាត់ 2-3 នាក់ហ្នឹងគេមកពីឃុំផ្សេងអញ្ចឹងណាប៉ុន្តែមិត្តភ័ក្តិមួយក្រុមហ្នឹងពួកគាត់អត់សូវស្និទ្ធស្នាលជាមួយបងអូនទេពួកពេលដែលបងអូនហើយនឹងបងណាងគាត់ឡើងមករៀននៅវិទ្យាល័យគឺពួកគាត់ទាំងពីរនាក់ហ្នឹងរៀនបែកថ្នាក់គ្នាដោយថាបងអូនគាត់រៀនថ្នាក់ A ហើយបងណាងគាត់រៀនថ្នាក់ C អីចឹងទៅប៉ុន្តែពួកគាត់នៅតែស្និទ្ធស្នាលគ្នាដូចតែមុនចឹងអញ្ចឹងពេលដែលបងណាងគាត់ឃើញមិត្តភ័ក្តិរបស់គាត់មកចូលបន់អញ្ចឹងពេលហ្នឹងគាត់ក៏ក្រោកទៅទទួលមិត្តភ័ក្តិរបស់គាត់ទៅហើយបងអូនគាត់ក៏នៅអង្គុយកន្លែងរបស់គាត់ធម្មតាទេបន្ទាប់ពីបងណាងគាត់នាំមិត្តភ័ក្តិរបស់គាត់ទាំង3នាក់នឹងចូលបន់រួចហើយធម្មតាគេមិនត្រូវរៀបបបរឲ្យភ្ញៀវហូបមែនទេអញ្ចឹងបងណាងគាត់ក៏ហៅមិត្តភ័ក្តិរបស់គាត់មកហូបបបរនៅតុខាងមុខរោងបន់ហ្នឹងទៅហើយពេលហ្នឹងនៅក្នុងរោងបន់អត់មានភ្ញៀវទៀតទេអ្នកទាំងអស់គ្នាគឺមានតែមិត្តភ័ក្តិបងណាង 2-3 នាក់ហ្នឹងឯងហើយបងណាងគាត់ក៏នៅអង្គុយលេងកំដរមិត្តភ័ក្តិរបស់គាត់ហូបបបរអីចឹងទៅអញ្ចឹងពេលដែលមិត្តភ័ក្តិបងណាងកំពុងតែអង្គុយហូបបបរហ្នឹងបងអូនគាត់ចេះតែសម្លឹងមើលពីខាងក្រោយទៅណាស្រាប់តែពេលហ្នឹងអ្នកទាំងអស់គ្នាដឹងថាបងអូនគាត់បានឃើញអីអត់គឺគាត់បានឃើញមនុស្សប្រុសវ័យចំណាស់ម្នាក់ដើរចូលមកឈរក្បែរកៅអីដែលបងណាងគាត់អង្គុយហ្នឹងហើយមើលទៅមនុស្សប្រុសចំណាស់ម្នាក់ហ្នឹងណាបងអូនគាត់ថាកៅអៅរបស់គាត់ឡើងរហែកដាច់រយាយរយ៉ាយដូចអ្នកសុំទានអញ្ចឹងអ្នកទាំងអស់គ្នាហើយបើខ្លួនរបស់គាត់វិញឡើងទៅទឹកជោកដូចមនុស្សទើបតែឡើងពីទឹកមកអញ្ចឹងណាបន្ទាប់មកបងអូនគាត់ក៏បានឃើញមនុស្សប្រុសរឿងចំណាស់ម្នាក់ហ្នឹងព្យាយាមនិយាយបដាធ្វើកាយវិការដាក់បងណាងបដាព្រោះពីតុកបងអូនទៅតុកមិត្តភ័ក្តិបងណាងហ្នឹងក៏មិនឆ្ងាយពីគ្នាអីណាប្រហែលដែរប៉ុន្តែអីដែរចម្លែកនៅពេលហ្នឹងគឺមើលទៅបងណាងដូចជាអត់ចាប់អារម្មណ៍ជាមួយនឹងអ៊ំប្រុសម្នាក់ហ្នឹងទេមើលទៅគាត់ដូចថាមើលអត់ឃើញអ៊ំប្រុសម្នាក់ហ្នឹងអញ្ចឹងណាអ្នកទាំងអស់គ្នាគឺគាត់គិតថាពីនិយាយជាមួយមិត្តភ័ក្តិរបស់គាត់ 2-3 នាក់ហ្នឹងរហូតអញ្ចឹងពេលបងអូនគាត់ឃើញអញ្ចឹងពេលហ្នឹងគាត់ក៏ស្រែកហៅបងណាងដូចថាឲ្យបងណាងហ្នឹងគាត់ងាកមកចាប់អារម្មណ៍ជាមួយនឹងអ៊ំប្រុសម្នាក់ហ្នឹងផងអីអញ្ចឹងទៅពេលហ្នឹងគាត់បានស្រែកថាណាងហើយពេលដែលបងអូនគាត់ស្រែកហៅបងណាងហ្នឹងពេលហ្នឹងទាំងបងណាងទាំងមិត្តភ័ក្តិរបស់គាត់ហ្នឹងទាំងអ៊ំប្រុសចំណាស់ម្នាក់ហ្នឹងបានងាកមុខមករកគាត់ប៉ុន្តែពេលដែលអ៊ំប្រុសម្នាក់ហ្នឹងងាកមុខមករកគាត់ហ្នឹងពេលហ្នឹងបងអូនគាត់ថាគាត់ខ្លាចមែនទែនអ្នកទាំងអស់គ្នាដោយសារតែអ៊ំប្រុសម្នាក់ហ្នឹងណាគាត់មិនមែនជាមនុស្សទេអ្នកទាំងអស់គ្នាគឺគាត់ជាពុករបស់បងណាងនឹងឯងពេលបងអូនគាត់ឃើញចឹងហើយពេលនោះគាត់ប្រញាប់អោនមុខក្រាបក្បាលលើតុឡើងលឿនបន្ទាប់មកគាត់ក៏ឮសំឡេងបងណាងស្រែកសួរមកគាត់វិញថាមានការអីហ្នឹងហើយបងអូនគាត់ក៏ស្រែកទាំងក្បាលរបស់គាត់នៅលើតុទៅវិញថាអត់មានអីទេនាំគ្នានិយាយលេងទៀតទៅអញ្ចឹងនៅពេលដែលបងអូនគាត់កំពុងតែអោនក្បាលចុះបានមកសតុះពេលហ្នឹងបងណាងក៏ដើរមករកគាត់ហើយពេលដែលបងណាងគាត់ដើរមកដល់គឺគាត់បានសួរទៅបងអូនថាអូនឯងធ្វើអីហ្នឹងបន្ទាប់មកបងអូនគាត់ក៏ងើបក្បាលឡើងរួចហើយនិយាយទៅកាន់បងណាងវិញថាអញមានធ្វើអីណាអញគ្រាន់តែអោនក្បាលមើលជើងលេងហ្នឹងពេលហ្នឹងពួកគាត់និយាយគ្នាអញអញ្ចឹងណាអ្នកទាំងអស់គ្នាព្រោះធម្មតាទេមិត្តភ័ក្តិជិតស្និទ្ធយើងមិនទៅរៀបពាក្យរៀបសម្ដីនិយាយគ្នាអីទេបន្ទាប់មកបងអូនគាត់ក៏និយាយប្រាប់បងណាងថាអញ្ចឹងអញគិតថារត់ទៅផ្ទះវិញហើយវើយខ្លាចម៉ែគាត់ចាំមើលផ្លូវហើយបងណាងពេលហ្នឹងគាត់ក៏អត់មានទៅខ្វាត់ទៅអីទៀតដែរបន្ទាប់មកបងអូនគាត់ក៏ទាញកង់ជិះទៅផ្ទះរបស់គាត់វិញទៅប៉ុន្តែពេលដែលគាត់ធាក់កង់តាមផ្លូវហ្នឹងបងអូនក៏ថាអារម្មណ៍របស់គាត់ពេលហ្នឹងអត់មានស្ងប់អីបន្តិចទេ
គាត់ខ្លាចតែពេលគាត់ជិះទៅស្រាប់តែពុកបងណាងមកអង្គុយលើឆ្អើកង់របស់គាត់នៅខាងក្រោយនឹងទេពេលនោះបងអូនគាត់ខំធាក់កង់បដាហើយចេះតែងាកមើលមកក្រោយបដាទាល់តែគាត់នឹងជិះមកដល់ផ្ទះរបស់គាត់ហើយបន្ទាប់ពីគាត់មកដល់ផ្ទះរបស់គាត់ហើយបងអូនគាត់ក៏យករឿងរ៉ាវដែលគាត់បានឃើញនៅផ្ទះបងណាងហ្នឹងមកប្រាប់ពុកម៉ែរបស់គាត់ប៉ុន្តែពេលហ្នឹងពុកម៉ែរបស់គាត់ក៏អត់មានបានទៅស្ដីបន្ទោសឲ្យបងអូនខ្លាំងអីដែរដោយម៉ែរបស់គាត់គ្រាន់តែប្រាប់ថានឹងហើយអត់ជឿគ្រូទេទោះតែបានជួបអញ្ចឹងហើយបាននឹងខ្លាចហើយបន្ទាប់មកបងអូនគាត់ក៏ទៅមួយទឹកមួយអីចូលទៅដេកធម្មតាអីអញ្ចឹងទៅនៅយប់ហ្នឹងបងអូនគាត់បានដេកយល់សពឃើញពុករបស់បងណាងហ្នឹងមករកគាត់អ្នកទាំងអស់គ្នាហើយនៅក្នុងយល់សពហ្នឹងគឺគាត់បាននាំបងអូនចូលទៅក្នុងបន្ទប់ដេករបស់គាត់បន្ទប់ពុកបងណាងហ្នឹងណាបន្ទាប់មកគាត់ក៏បានលើកដៃចង្អុលទៅកាន់ហឹបមួយដែលហឹបមួយហ្នឹងវានៅខាងក្រោមគ្រែដេករបស់គាត់ពេលនោះបងអូនគាត់ក៏បានសួរទៅពុកបងណាងដែរថានៅក្នុងហឹបហ្នឹងមានអីគេប៉ុន្តែពុកបងណាងគាត់អត់ប្រាប់ទេគឺគាត់នៅតែចង្អុលទៅកាន់ហឹបមួយហ្នឹងរហូតអញ្ចឹងពេលដែលបងអូនគាត់ភ្ញាក់ពីដេកវិញពេលហ្នឹងគាត់គិតថាមិនបានពុកបងណាងមកបញ្យល់សពគាត់អញ្ចឹងប៉ុន្តែបងអូនគាត់អត់ទាន់ចាប់អារម្មណ៍អីទេអ្នកទាំងអស់គ្នាដោយសារតែគាត់គិតថាមកពីគាត់ខ្លាចខ្មោចពុកបងណាងពេកអញ្ចឹងណាបានជាយល់សពឃើញគាត់អីអញ្ចឹងទៅហើយគាត់ក៏អត់មានបានទៅប្រាប់បងណាងអីដែរចូលដល់យប់ថ្ងៃទី2នៅយប់ហ្នឹងបងអូនគាត់ដេកយល់សពឃើញពុកបងណាងម្ដងទៀតហើយនៅក្នុងយល់សពហ្នឹងគឺដូចគ្នាទៅនឹងយល់សពកាលពីយប់មិញអញ្ចឹងអ្នកទាំងអស់គ្នាគឺគាត់បានយល់សពឃើញពុកបងណាងហ្នឹងមករកគាត់រួចហើយនាំបងអូនទៅក្នុងបន្ទប់ដេករបស់គាត់ម្ដងទៀតបន្ទាប់មកគាត់ក៏បានលើកដៃចង្អុលទៅកាន់ហឹបមួយនៅខាងក្រោមគ្រែដេករបស់គាត់នឹងទៅតែអ្នកទាំងអស់គ្នាធ្លាប់ដេកយល់សពឃើញដូចគ្នាពីយប់ជាប់គ្នាអញ្ចឹងអត់បើសិនជាធ្លាប់ប្រហែលជាមានពីណាគេម្នាក់កំពុងតែចង់ប្រាប់អីមួយដល់អ្នកទាំងអស់គ្នាហើយអញ្ចឹងបន្ទាប់ពីបងអូនគាត់ភ្ញាក់ពីដេកវិញគឺគាត់គិតថាយល់សពរបស់គាត់នឹងមិនមែនជាយល់សពធម្មតាទេគាត់គិតថាប្រហែលជាពុកបងណាងនឹងគាត់មានរឿងអីមួយប្រាប់ទៅបងណាងអញ្ចឹងណាព្រោះកាលពីគាត់នៅកន្លែងរោងប៉ុនបងអូនគាត់មិនឃើញពុកបងណាងព្យាយាមនិយាយហើយធ្វើកាយវិការដាក់បងណាងអ្នកទាំងអស់គ្នាអញ្ចឹងដល់ទៅពេលព្រឹកឡើងបងអូនគាត់ក៏ទៅផ្ទះបងណាងម្ដងទៀតហើយពេលដែលគាត់ទៅដល់ហ្នឹងគឺគាត់បានសួរទៅបងណាងថាណាងប្រហែលយប់ហ្នឹងហើយមានដេកយល់សពឃើញអីអត់ពេលនោះបងណាងគាត់ក៏ឆ្លើយថាគាត់ដេកអត់មានយល់សពឃើញអីទេបន្ទាប់មកបងណាងគាត់ក៏សួរមកបងអូនវិញថាម៉េចហើយមានរឿងអីមែនបានមកសួរអញអញ្ចឹងបងអូនគាត់ក៏និយាយប្រាប់បងណាងពីរឿងយល់សពរបស់គាត់ណាថាពុកឯងបាននាំអញចូលមកបន្ទប់របស់គាត់រួចហើយគាត់បានចង្អុលទៅហឹបឈើមួយនៅខាងក្រោមគ្រែរបស់គាត់ហ្នឹងពីដំបូងបងណាងគាត់អត់ចង់ជឿទេអ្នកទាំងអស់គ្នាពេលនោះគាត់ថាមកពីឯងខ្លាចខ្មោចពុកអញពេកទេដឹងបានដេកយល់សពឃើញគាត់អញ្ចឹងប៉ុន្តែបងអូនគាត់ប្រាប់ទៅវិញថាគាត់មិនមែនយល់សពឃើញតែមួយយប់ទេគឺគាត់បានយល់សពឃើញដល់ទៅពីរយប់ជាប់គ្នាអញ្ចឹងណាtừពេលហ្នឹងបងណាងគាត់រៀងជឿតិចដែរបន្ទាប់មកដើម្បីកុំឲ្យមានការងឿងឆ្ងល់ពេលហ្នឹងបងណាងគាត់ក៏និយាយថាអញ្ចឹងចូលទៅមើលបន្ទប់ពុកអញហ្មងទៅអញ្ចឹងពេលហ្នឹងពួកគាត់ទាំងពីរនាក់ក៏នាំគ្នាដើរចូលទៅមើលនៅក្នុងបន្ទប់ពុកបងណាងហ្នឹងទៅហើយពេលដែលពួកគាត់ចូលទៅដល់ហ្នឹងគឺពួកគាត់បានឃើញហឹបឈើមួយមែនអ្នកទាំងអស់គ្នាការពិតហឹបមួយហ្នឹងបងណាងគាត់ក៏ធ្លាប់បានឃើញដែរពេលដែលគាត់ចូលមកបោះបន្ទប់ពុករបស់គាត់ម្ដងអញ្ចឹងណាប៉ុន្តែគ្រាន់តែពេលហ្នឹងបងណាងគាត់អត់ចាប់អារម្មណ៍អីទេព្រោះគាត់ឃើញហឹបហ្នឹងវាចាស់មែនតើអញ្ចឹងគាត់គិតថានៅក្នុងហឹបហ្នឹងវាអត់មានអីទេមកទៅប្រហែលជាហឹបទៅទេអីចឹងទៅហើយពេលហ្នឹងពួកគាត់ក៏នាំគ្នាទាញហឹបហ្នឹងចេញមកមើលព្រោះចង់ដឹងថានៅក្នុងហឹបហ្នឹងវាមានអីគេអញ្ចឹងណាហើយពេលដែលពួកគាត់ទាញហឹបចេញមកហ្នឹងគឺពួកគាត់បានឃើញហឹបមួយហ្នឹងជាប់សោប៉ុន្តែសោហ្នឹងវាមិនជាធំពេកទេអ្នកទាំងអស់គ្នាដូចថារបៀបកូនសោគេចាក់ទូអីចឹងទៅហើយបងណាងគាត់អត់ដឹងថាកូនសោចាក់ហឹបហ្នឹងពុករបស់គាត់ទុកនៅណាដែរអញ្ចឹងបន្ទាប់មកពួកគាត់ក៏នាំគ្នាដើររកកូនសោក្នុងបន្ទប់របស់គាត់ហ្នឹងទៅប៉ុន្តែបងអូនគាត់ថាពួកគាត់រកយ៉ាងម៉េចក៏រកអត់ឃើញដែរបន្ទាប់ពីពួកគាត់ដើររកអស់ចិត្តអស់ចង់ហើយបងណាងគាត់ក៏សម្រេចចិត្តយកបន្ថៅមកវាយបំបែកសោហ្នឹងអញ្ចឹងណាហើយពេលដែលពួកគាត់វាយសោហ្នឹងបែកហើយពួកគាត់ក៏បើកហឹបហ្នឹងមើលអញ្ចឹងពេលហ្នឹងអ្នកទាំងអស់គ្នាដឹងថាពួកគាត់បានឃើញអីនៅក្នុងហឹបហ្នឹងអត់គឺគាត់បានឃើញមានកៅអៅថ្មីមកកាផ្លេហើយមានលុយមានមាសនៅក្នុងហឹបហ្នឹងទៀតអ្នកទាំងអស់គ្នាដែលលុយទាំងអស់ហ្នឹងពេលបងណាងគាត់យកមករាប់មើលទៅគាត់ឃើញមានចំនួន2លានរៀលហើយចំណែកមាសវិញបងណាងគាត់ក៏អត់ដឹងថាមានប្រមាណដែរប៉ុន្តែមាសហ្នឹងវាមានលក្ខណៈជាខ្សែកអញ្ចឹងណាអញ្ចឹងបន្ទាប់ពីបងណាងគាត់ឃើញលុយហើយនឹងមាសដែលពុករបស់គាត់ទុកឲ្យហើយពេលហ្នឹងគាត់អរគុណបងអូនខ្លាំងមែនតើព្រោះបើសិនជាបងអូនគាត់អត់មកប្រាប់ទេបងណាងគាត់ក៏អត់ដឹងថានៅក្នុងហឹបមួយហ្នឹងមានលុយហើយនឹងមាសច្រើនអញ្ចឹងដែរហើយបន្ទាប់ពីរើហឹបហ្នឹងចេញមកហើយបងអូនគាត់ក៏អត់ដែរដេកយល់សពឃើញពុកបងណាងទៀតទេហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងសាច់រឿងពេញរបស់បងអូនគឺមានតែប៉ុណ្្នឹងឯង
ជាចុងក្រោយ admin ក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានស្ដាប់នៅសាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាមានកន្លែងណាមួយដែល admin និយាយទៅមានការលើសលួងមិនសមរម្យក៏សូមអភ័យទោសពីសំណាក់អ្នកស្ដាប់ទាំងអស់គ្នាផងមួយវិញទៀតបើសិនជាអ្នកទាំងអស់គ្នាគឺជាអ្នកថ្មីហើយចូលចិត្តការដំណើររបស់ admin ក៏សូមជួយចុច like ក៏ដូចជាចុចជាវនិង subscribe channel admin ម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូរឿងរ៉ាវខ្មោចលងរន្ធត់ជាបន្តទៀតអញ្ចឹងនៅក្នុងខណៈពេលនេះដែរ admin សូមអរគុណនិងសូមជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយទៀត